សេចក្តីថ្លែងការណ៍របស់សមាគមសារព័ត៌មានសុក្រិតសមាគមសារព័ត៌មានសុក្រិតរួមទាំងអ្នកសារព័ត៌មានទាំងអស់នៅក្នុងបរិជាណាចក្រកម្ពុជាសូមធ្វើការច្រានចោលនៅប្រសាសន៍របស់ឯកឧត្តមថោចេថារដ្ឋមន្ត្រីក្រសួងធនធានទឹកដែលបានលើកឡើងនៅថ្ងៃទី29ខែមិថុនាឆ្នាំ2026ដែលថាពួកអ្នកកាសែតខូចណាស់កន្លែងណាឲ្យច្បាប់ហើយក៏ថតបង្ហោះដែរដែលប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរនិងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានទូទៅនិងការបន្តរបស់ឯកឧត្តមអ៊ុនចន្ទរាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមដែលថាតលតែដាក់ខ្នោះមួយពីរទៅបានដឹងខ្លួនគឺជាការប្រមាថនិងជាការប្រើវិធានការហិង្សាចំពោះអ្នកសារព័ត៌មានតបទៅនឹងប្រសាសន៍ខាងលើនិងការព្រួយបារម្ភរបស់សមាគមសារព័ត៌មានយើងខ្ញុំចេញជាសេចក្តីថ្លែងការណ៍រួមដោយខាងក្រោម1សមាគមយើងខ្ញុំសូមបញ្ជាក់ថាយើងតែងតែគាំទ្រការអនុវត្តច្បាប់ដោយត្រឹមត្រូវនិងយុត្តិធម៌កាសែតឬអ្នកសារព័ត៌មានពិតប្រាកដមានតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមនិងជាដៃគូអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលការចុះផ្សាយព័ត៌មានដែលផ្អែកលើការពិតគឺជាសិទ្ធិដែលធានាដោយធម្មនុញ្ញ2សមាគមសូមចូលរួមសោកស្ដាយប្រសិនបើមានបុគ្គលមួយចំនួនដែលយកស្លាកសារព័ត៌មានទៅធ្វើសកម្មភាពខុសច្បាប់ឬគំរាមកំហែងមន្ត្រីរាជការទោះជាយ៉ាងណាសមាគមស្នើឲ្យមានការបែងចែកឲ្យបានច្បាស់លាស់រវាងអ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌ច្បាប់ស្តីពីរបបសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននិងបុគ្គលដែលប្រើប្រាស់វិជ្ជាជីវៈនេះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនការប្រើពាក្យសម្ដីវាយប្រហាររួមដល់អ្នកសារព័ត៌មានទាំងអស់អាចប៉ះពាល់ដល់ស្មារតីអ្នកដែលកំពុងបំពេញការងារដោយស្មោះត្រង់3ចំពោះការលើកឡើងអំពីការដាក់ខ្នោះឬចាត់វិធានការផ្លូវច្បាប់សមាគមយើងខ្ញុំសូមគោរពស្នើដល់គ្រប់ភាគីទាំងអស់ប្រសិនបើមានអ្នកសារព័ត៌មានណាប្រព្រឹត្តខុសសូមអាជ្ញាធរអនុវត្តតាមនីតិវិធីច្បាប់ជាធរមានដោយតម្លាភាព4ក្នុងករណីមានការផ្សាយមិនពិតពីសារព័ត៌មានណាមួយឯកឧត្តមគួរលើកពីឈ្មោះរបស់បុគ្គលនោះឬសារព័ត៌មាននោះមកបញ្ជាក់ឲ្យបានច្បាស់លាស់តែការនិយាយជារួមថាពួកកាសែតនឹងខូចណាស់គឺជាការប្រមាថដល់ស្ថាប័នអ្នកសារព័ត៌មានជារួមដែរជាអំណាចទី4ក្នុងនាមសមាគមតំណាងឲ្យអ្នកសារព័ត៌មានទាំងអស់ដែលមានក្រមសីលធម៌និងវិជ្ជាជីវៈច្បាស់លាស់យើងខ្ញុំស្នើសុំឲ្យឯកឧត្តមធ្វើការបកស្រាយជាសាធារណៈចំពោះប្រសាសន៍របស់ឯកឧត្តមទាំងពីរថ្ងៃច័ន្ទ15កើតខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570រាជធានីភ្នំពេញថ្ងៃទី29ខែមិថុនាឆ្នាំ2026ប្រធានហត្ថលេខានិងត្រានួននី